តាដល់ម៉ោងស្រក់ទឹកមកទៀតហើយណាចាពុកម៉ែបងប្អូនឃើញតែក្បាលវីដេអូឡើងដល់តំណងទៀតហើយថ្ងៃនេះធ្វើឆាគ្រឿងម្រះព្រៅតងបងប្អូនតាចាប់ផ្ដើមឡើងធ្វើគ្រឿងទាំងអស់គ្នាហាន់គល់ក្រៃហាន់ឲ្យគល់តែល្អិតមកល្មមមកយកមកបុកមកបងប្អូនណាស្គល់ក្រៃរំដេងលក្រូចចឹងមកហាន់បានតែប៉ុណ្ណឹងមកយើងបុកបានហើយអញ្ចឹងណាស្លឹកក្រូចមកបុកឲ្យតតែខ្ទេចមកមានម្ទេសមានអីមកបុកអស់មកក្នុងនេះដាក់ខ្ទឹមសដាក់អីឲ្យហើយមកគ្រឿងស្រួលទេបងប្អូនណាសម្រាប់ឆាអន្ទង់របស់យើងហើយអន្ទង់នេះ2 គីឡូបងប្អូនធំមែនតើវាពោះវាអីលាងឲ្យស្អាតមកចាំចេញទៅជីអន្ទង់របស់យើងចាំយើងយកមកហាន់អញ្ចឹងណាហើយមកមើលនេះវិញឥឡូវទឹកត្រីយើងល្អិតប៉ុណ្ណឹងមកសិនមកថាបានហើយអញ្ចឹងណាមកនេះវិញគឺអន្ទង់របស់យើងគឺហាន់មិនដាច់ទេយើងកាប់យកតែម្ដងគឺអន្ទង់ធំបងប្អូនណាគឺ1 គីឡូទៅហើយទួងធំមែនតែនអញ្ចឹងទួង2ហ្នឹងគឺមកគ្រងពេញណាបងប្អូនដូចឃើញក្បាលវីដេអូអញ្ចឹងតំណងមែនតែនហើយជាពិសេសធ្វើក៏ងាយស្រួលដែរបងប្អូនអត់ធ្វើរបាក់ទេអញ្ចឹងម្ហូបខ្មែររបស់យើងបងប្អូនណាគឺកុំឲ្យបាត់បង់បងប្អូនជួយ like ជួយ share ម្នាក់មួយផងណាជាពិសេសអ្នកមកថ្មីជួយ subscribe Channel YouTube ខ្ញុំម្នាក់មួយផងបន្តមកចុចសញ្ញាកណ្ដឹងដើម្បីតាមដានវីដេអូថ្មីបន្តទៀតណាចាទួងរបស់យើងបានចំនួន1 កន្លះកញ្ឆែងហើយតមកក៏ហាន់ខ្ទឹមសរបស់យើងដាក់2 កំពឹសមកសម្រាប់យកមកបំពងឲ្យឈ្ងុយឈ្ងប់អញ្ចឹងដល់ចាក់ប្រេងឆាចូលហើយឲ្យក្តៅបន្តិចមកយើងក៏ដាក់ខ្ទឹមសនិងម្ទេសចូលដើម្បីបំពងណាបងប្អូនចឹងបំពងឲ្យឈ្ងុយមកគ្រឿងរបស់យើងហ្នឹងតបមកក៏យើងកូរទៅតែឈ្ងុយឈ្ងុំមកចាំយើងដាក់គ្រឿងក្រើបន្តទៀតណាសម្រាប់គ្រឿងឆារបស់យើងឲ្យឈ្ងុយអញ្ចឹងណារហូតប៉ុណ្ណេះមកតែមកថាឈ្ងុយឈ្ងុំពេញភូមិហើយយើងក៏ដាក់គ្រឿងបន្តមកកន្លែងនេះឡើងស្លុកបងប្អូនហើយស្លុកម្ទេសតែម្ដងគាត់ដាក់ម្ទេសបំពងអញ្ចឹងគឺធ្វើឲ្យយើងឆ្លុកអញ្ចឹងបងប្អូនគាត់ណាហើយក្រោយគាត់ដាក់បុកចូលនៅមួយគ្រឿងបានហើយណាហើយគ្រឿងមិនធ្វើពេកដាក់ប្រាប់ដែរដាក់រមិតបន្តិចដែរដើម្បីឲ្យពណ៌ល្អស្អាតអញ្ចឹងណាសំខាន់គ្រឿងនេះដែរដាក់ស្ករត្នោតបន្តិចមកហើយកន្លែងនេះបងប្អូនមានឆាគ្រឿងនេះបងប្អូនមានសណ្តែកដីលីងមកកញ្ចប់តែ500មកគឺមួយដៃមកគឺបុកតាក់ចូលមកគឺឈ្ងុយកាន់ឆ្ងាញ់តែខ្ញុំអត់មានក៏អត់ដាក់ដែរអញ្ចឹងណាដាក់តលាន់ដែរណាដាក់ច្រើនពេកគ្រឿងឥឡូវគ្រឿងប៉ុណ្ណឹងក៏ប៉ុណ្ណឹងទៅហើយយកឆ្ងាញ់ដែរបងប្អូនដាក់ស្ករពីចេងមកកន្លែងនេះដាក់ចូលគ្រឿងរបស់យើងដែលយើងឆាណាការដាក់ទួងមកពីដែលគ្រឿងយើងរៀងស្ងួតរៀងឈ្ងុយប៉ុណ្ណេះហើយណាហើយគ្រឿងយើងដាក់សពទុកឲ្យវាទឹកត្រីទឹកអីចឹងហើយយើងក៏ចាក់ទួងចូលចឹងណាចឹងការឆាគ្រឿងនេះខុសគ្នាបន្តិចបន្តួចតែរសជាតិគ្រឿងដូចតែគ្នាទេបងប្អូនណាយខាញ់ដូចតែគ្នាទេសម្រាប់ម្ហូបធ្វើរៀងខ្លួននៅតាមផ្ទះរៀងខ្លួនគឺធ្វើខុសគ្នាបន្តិចបន្តួចចឹងអ្នកខ្លះធ្វើក្បាច់ក្បូររៀងយូរទៅខ្លះធ្វើថាបានហូបចឹងណាគ្រឿងម្រះព្រៅនេះបងប្អូនដាក់ម្ទេសកាន់តែហឹកកាន់តែឆ្ងាញ់បងប្អូនណាមិនទៅជួយទេម្ទេសដាក់បន្ថយដូចខ្ញុំមិនទៅហើទេអញ្ចឹងយើងបំពងប៉ុន្តែគាត់ថាវាឆ្លុកបន្តិចអញ្ចឹងណាទៅគ្រាន់តែចាក់ទួងរបស់យើងចូលយើងត្រឡប់ឲ្យចូលមួយគ្រឿងមកយើងចាក់ត្រឡប់បន្តិចមកបន្ទាប់មកយើងក៏ដាក់ទឹកបន្តិចមកដើម្បីឲ្យវាឆ្អិនល្អអញ្ចឹងយើងត្រូវការរងាស់ដាក់ទឹកមកច្រោះបន្តិចមកហើយចាំរឿងងក់ឲ្យដាច់ទឹកទួងរបស់យើងហ្នឹងគឺឆ្អិនតែម្ដងអញ្ចឹងណាថ្ងៃនេះខ្ញុំអត់ប្រើស្ករសទេសម្រាប់ឆាទួងរបស់យើងនេះគឺប្រើស្ករត្នោតដើម្បីឲ្យរសជាតិកាន់តែឆ្ងាញ់ហើយនេះជាម្រះព្រៅបងប្អូនណាសម្រាប់ដាក់ចុងក្រោយពេលចិត្តឆ្អិនទួងហើយយើងបលួតភ្លើងក៏ដាក់ម្រះព្រៅតែម្ដងអញ្ចឹងណាឥឡូវយើងគ្របឲ្យវាដាច់ទឹកបន្តិចហើយឥឡូវបើកវិញក៏ដាក់ម្រះព្រៅនេះក៏បលួតភ្លើងរួចជាស្រេចហើយគឺឆ្អិនរួចជាស្រេចហើយអញ្ចឹងគ្រាន់តែត្រឡប់ពេលនៅក្តៅហ្នឹងឲ្យស្រើល្មមមកគឺឆ្អិនហើយអត់បាច់ដុតភ្លើងទេម្រះព្រៅយើងដុតភ្លើងខ្លាំងពេកធ្វើឲ្យម្រះព្រៅយើងខ្មៅអញ្ចឹងណាអញ្ចឹងឲ្យយើងបលួតភ្លើងអញ្ចឹងហើយយើងក៏ដាក់ច្រោះអញ្ចឹងមកដាក់ត្រឡប់អានោះគឺឆ្អឹងធំគឺជាឆ្អឹងមាន់នេះបងប្អូនមកដាក់លេសាច់មាន់បន្តិចដែរមិនសាច់មាន់វិសអញ្ចឹងណាអញ្ចឹងក៏ឆាដូចតែគ្នាដាក់ចូលគ្នាក៏អត់បញ្ហាដែរអញ្ចឹងណារសជាតិឆ្ងាញ់ដូចតែគ្នាទេឥឡូវដល់ម៉ោងស្រក់ទឹកមាត់ហើយណាពុកម៉ែបងប្អូនគ្រាន់តែបញ្ចូលសំឡេងលេបទឹកមាត់2 3ដងទៅហើយណាបងអូនអើយគាត់អន្ទងតែ2បងប្អូននេះមួយចានគ្រប់ពេញបឹបដែរម្ដងហើយហ្នឹងវីដេអូឆាអន្ទងនេះដែរនៅ
មួយឆ្នាំមុននោះខ្ញុំក៏បានធ្វើវីដេអូមួយរួចទៅហើយអញ្ចឹងណាហើយក៏វាកប់នៅជ្រៅអញ្ចឹងទៅខ្ញុំក៏អូនក្រោយមកក្រោយក៏អត់បានឃើញវីដេអូហ្នឹងដែរអញ្ចឹងខ្ញុំក៏ធ្វើវីដេអូនេះម្ដងទៀតណាមួយឆ្នាំធ្វើម្ដងវីដេអូថ្មីដដែលតែវីដេអូចាស់នោះនៅក្រោមវាអត់តែទេអញ្ចឹងខ្ញុំធ្វើវីដេអូថ្មីសម្រាប់បងប្អូនចែកជូនបងប្អូនបន្តទៀតណាថ្មីអញ្ចឹងក៏ដល់ទីបញ្ចប់ហើយអរគុណ